ខ្ញុំឈ្មោះសុងសវណ្ណរាជា Founder និងជា CEO របស់ក្រុមហ៊ុន Kinri BE និងជាម្ចាស់សិប្បកម្មផលិតកែច្នៃនិងវេចខ្ចប់ផលិតផលសម្អាងយីហោ Mark Kinri ក្នុងនាមខ្ញុំជា CEO មួយរូបខ្ញុំក៏ធ្លាប់បរាជ័យដោយសារតែពេលនោះខ្ញុំមានក្រុមហ៊ុនមួយហើយខ្ញុំពុំមានចក្ខុវិស័យច្បាស់លាស់ពេលនោះខ្ញុំត្រូវបានខ្សែធននៅក្រុមហ៊ុនមួយហើយខ្ញុំយកបទពិសោធន៍មួយនោះយកមក apply នៅជាមួយនឹងក្រុមហ៊ុនថ្មីទើបធ្វើឲ្យខ្ញុំជោគជ័យមកដល់សប្តាហ៍ថ្ងៃនេះកម្មវិធី Asian Prestige 50 Under 50 CEO Excellence Award 2025បានបំផុសគំនិតរបស់ខ្ញុំឲ្យខ្ញុំកាន់តែមានកម្លាំងចិត្តតដឹកនាំឲ្យក្រុមហ៊ុនរបស់ខ្ញុំកាន់តែរីកចម្រើនឈានទៅមុខមួយកម្រិតទៀតដែលធ្វើឲ្យខ្ញុំកាន់តែមានកម្លាំងជំរុញបន្តដឹកនាំទៀតគឺប្រពន្ធសម្លាញ់តែងតែឈរនៅខាងក្រោយខ្ញុំជាទីប្រឹក្សាដ៏ល្អសម្រាប់ខ្ញុំដែលធ្វើឲ្យខ្ញុំមានមកដល់សប្តាហ៍នេះផែនការនិងគោលដៅអនាគតរបស់ខ្ញុំក៏ដូចជាក្រុមហ៊ុនរបស់ខ្ញុំចង់បានក្រុមហ៊ុនឬក៏រោងចក្រមួយដែលផលិតផលនៅក្នុងស្រុកដែលអាចប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូលពីក្រៅប្រទេសហើយខ្ញុំនឹងសង្ឃឹមថាផលិតផលរបស់ខ្ញុំទាំងអស់អាចនាំចេញទៅលក់ក្រៅប្រទេសដូចគ្នាដែរគោលដៅអនាគតរបស់ខ្ញុំក៏ដូចជាក្រុមហ៊ុនរបស់ខ្ញុំចង់បង្កើតក្រុមហ៊ុនស្តង់ដារមួយដែលអាចប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនក្រៅស្រុកហើយក៏អាចបង្កើតនូវឱកាសការងារជូនប្រជាពលរដ្ឋខ្មែរយើងហើយខ្ញុំនឹងផលិតនៅផលិតផលស្តង់ដារមួយជូនប្រជាពលរដ្ឋខ្មែរក៏អាចនាំចេញទៅប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិហើយខ្ញុំបាទសូមថ្លែងអំណរគុណដល់ Asian Prestige CEO Excellence Award 2025ដែលជ្រើសរើសខ្ញុំជាម្ចាស់ពាននៅក្នុងកម្មវិធីនេះសូមអរគុណ